បាទបងប្អូនទាំងអស់គ្នាបាទរឿងទាំងឡាយដែលកើតឡើងហ្នឹងគឺវាមិនសមតាមបំណងរបស់យើងទាំងអស់ទេបងប្អូនដែលយើងចង់បានអីវាបានហ្នឹងយើងចង់គិតអីវាបានហ្នឹងតែវាតែងតែមិនសមបំណងរឿងខ្លះក៏សមបំណងយើងទៅរឿងខ្លះដែលមិនសមបំណងយើងទៅអញ្ចឹងវាជារឿងធម្មតាបងប្អូននៅលើโลกនេះមានអ្នកខ្លះទៅក៏សមបំណងទៅអ្នកខ្លះទៅមិនសមបំណងទៅរោស៊ីអញ្ចឹងដែរអ្នកខ្លះគឺរោស៊ីចំណេញអ្នកខ្លះទៅរោស៊ីខាតអ្នកខ្លះទៅបោះទុនទៅត្រូវអ្នកខ្លះបោះទុនទៅក៏វាខាតអញ្ចឹងគ្រាន់តែខាតចំណេញសមបំណងមិនសមបំណងយើងត្រូវចេះរៀនទទួលរៀនព្រមថាអានឹងវាអញ្ចឹងណាបាទថាអ្វីអ្វីវាមិនទៀងទាត់ទេអញ្ចឹងវាទៀងបំផុតគឺអាសេចក្តីស្លាប់ហ្នឹងគឺទៀងអញ្ចឹងបាទប៉ុន្តែអ្វីអ្វីមិនទៀងទាត់ទេបងប្អូនមិនថាអ្វីដែលយើងសង្ឃឹមថាហេតុអ្វីបានជាមិនចេះហេតុអ្វីបានជាមិនចុះអញ្ចឹងវាមិនសមបំណងយើងទាំងអស់ទេយើងត្រូវទទួលយកណាបងប្អូនណា